បញ្ហាតកតងឱសថកម្រិតនិងរយៈពេលប្រើប្រាស់ត្រឹមត្រូវស៊ីមេទីឌីន800មីលីក្រាមចំនួន28គ្រាប់លេបម្ដង1គ្រាប់នៅពេលរៀបចូលសម្រានគ្រប់រយៈពេល4សប្តាហ៍មេបង់ដាសូល100មីលីក្រាមចំនួន1គ្រាប់ទំពាមុនលេប1គ្រាប់នៅពេលរៀបចូលសម្រានលេបតែម្ដងគត់ផលរំខានឱសថមានស៊ីមេទីឌីនរាគឈឺក្បាលធីងធងមេបង់ដាសូលឈឺពោះរាគអន្តរកម្មឱសថមានការប្រើប្រាស់ឱសថស៊ីមេទីឌីន800មីលីក្រាមជាមួយគ្នានឹងឱសថមេបង់ដាសូល100មីលីក្រាមនោះវានឹងមានអន្តរកម្មឱសថនិងឱសថបញ្ហាដែលរកឃើញខាងលើឱសថស៊ីមេទីឌីនកាត់បន្ថយមេតាបូលីសឱសថមេបង់ដាសូលនៅក្នុងថ្លើមដែលជាហេតុធ្វើឲ្យមានការកើនឡើងកំហាប់ឱសថមេបង់ដាសូលនៅក្នុងឈាមផលវិបាកចំពោះអ្នកជំងឺតាក់ទងនឹងបញ្ហាខាងលើរាងកាយត្រូវបានពុលដោយសារតែមានការកើនឡើងកំហាប់មេបង់ដាសូលនៅក្នុងឈាមអនុសាសន៍តាក់ទងនឹងបញ្ហាខាងលើយោងតាមការរៀបរាប់ខាងលើឱសថមេបង់ដាសូលនិងស៊ីមេទីឌីនត្រូវលេបឲ្យបានឆ្ងាយពីគ្នាឬបដូរការប្រើប្រាស់ឱសថស៊ីមេទីឌីនទៅប្រើប្រាស់ឱសថកាត់បន្ថយការចេញអាស៊ីតផ្សេងទៀតកំណត់ចំណាំការសម្រេចចិត្តក្នុងការបដូរពេលលេបឱសថឬបដូរពេលក្នុងការប្រើប្រាស់ត្រូវស្នើសុំយោបល់គ្រូពេទ្យ